ប្រទេសអូស្ត្រាលីគឺជាប្រទេសនៃចំណុចចាប់ផ្ដើមដែលខ្ញុំធ្វើវីដេអូ YouTube ដំបូងគេខ្ញុំបានចាក់ចេញពីប្រទេសនេះអស់រយៈពេល4ឆ្នាំហើយពួកខ្ញុំមកលើកនេះមិនមែនក្នុងនាមជាសិស្សទៀតទេគឺក្នុងនាមជាម្ចាស់អាជីវកម្មម្នាក់ហើយអារម្មណ៍ពួកខ្ញុំនៅពេលហ្នឹងណាគឺរំភើបផងក៏ emotional ផងដែរព្រោះអីនេះជាប្រទេសមួយដែលពួកខ្ញុំរស់នៅអស់រយៈពេល7ឆ្នាំមុនពេលពួកខ្ញុំជិះយន្តហោះសិង្ហបុរីនេះដូចអត់មានម្ហូបប្លែកដូចលើកនេះបងប្អូនលើកនេះមានខេកមាននំមានអីញ៉ាំទៅឆ្ងាញ់តាហើយពួកខ្ញុំបាន transit នៅសិង្ហបុរីពេលដល់សិង្ហបុរីឃើញហាងលក់កាហ្វេនេះឡើងទៅនៅបងប្អូនប៉ះចំប្តីខ្ញុំក៏ជាអ្នកជួយចិត្តញ៉ាំកាហ្វេទៀតទៅអារម្មណ៍មិនបានធ្វើទៅ order មកញ៉ាំអីតម្លៃរៀងថ្លៃហ៎បងប្អូនតោះយើងមើលជាមួយគ្នាថាកាហ្វេថ្លៃមួយនេះមានអីគេខ្លះចាគឺគេមានមកជាមួយគ្រីមហើយជាមួយនឹងស្ករចកា Okay, how's it? Beautiful moment. ខ្ញុំអ្នកអត់ចេះញ៉ាំកាហ្វេគុំតែបានស្ករចកានេះទេប្តីខ្ញុំចាគឺគាត់ឆ្ងាញ់ដោយសារតែកាហ្វេនឹងថ្លៃសារនៅសល់ពេលច្រើនដែរចាខ្ញុំដាក់មីមួយចានសិនតបមកដាក់ shopping ឃើញនេះ10ទឹកនេះស្អាតតែបងប្អូនតែតើឃើញតម្លៃហើយដាក់ចុះវិញខ្ញុំសូមមកលាប skin care ហើយសិនបងប្អូនដោយសារត្រូវជិះយូរម៉ោងអារម្មណ៍នេះមកទៀតទេបងប្អូននិយាយរួមឲ្យទៅជិះយន្តហោះយូរម៉ោងគឺខ្ញុំរៀងចាប់ផ្ដើមធន់តែគេបានរឿងឲ្យយើងមើលដែរគាត់ថាមើលដល់ចុងក្រោយរៀងងុយគេងហើយប៉ះចំខ្ញុំអត់ចេះអង្គុយគេងទេចាបងប្អូន sorry ខ្ញុំរឿងច្រើនតិចតែអត់អីឥឡូវពួកខ្ញុំបានមកដល់អូស្ត្រាលីហើយអត់មានអីប្រែប្រួលទេខាងមកដូចជា 3-4 ឆ្នាំហើយបងប្អូនណា feeling like និយាយទៅនៅដដែលទាំងអស់អូខេតែជាងក្រៅហើយពេលពួកខ្ញុំមកដល់អូស្ត្រាលីកន្លែងទី1ដែលពួកខ្ញុំត្រូវទៅនោះគឺផ្ទះពួកម៉ាក់ខ្ញុំដោយសារផ្ទះពួកម៉ាក់ខ្ញុំហ្នឹងគាត់បើកធ្វើ Airbnb ស្រាប់មួយវិញទៀតក៏ពួកខ្ញុំនឹកគាត់ដែរខានជួបគាត់យូរក៏ចង់នៅសំណេះសំណាលមួយគាត់ចឹងណាបងប្អូនឃើញហ្នឹងគឺផ្ទះគាត់ដែរគាត់មានចំទន្សាយមួយទៀតពេលមកដល់ផ្ទះគាត់ភ្លាមគាត់ក៏បានអាំងនំប៉័ងខ្ទឹមឲ្យពួកខ្ញុំញ៉ាំនំប៉័ងហ្នឹងឈ្ងុយណាស់ហើយពេលពួកខ្ញុំបានញ៉ាំមកអូយនឹកឃើញអនុស្សាវរីយ៍ពីមុនពេលហ្នឹងណាពេលខ្ញុំទៅអាវក្រៅនេះនឹកឃើញការជំនាន់ពួកខ្ញុំនៅណាបងប្អូនអូយតិចរងថ្ងៃហើយត្រូវទៅអាវក្រៅនឹងរងថ្ងៃកាលពីពេលខ្ញុំអត់ទាន់មកអូស្ត្រាលីបងប្អូនឃើញគេទៅអាវក្រៅធំចឹងអូចង់ពាក់ដែរពួកអីមើលទៅឃើញលយហើយរបៀបដូចនៅស្រុកគេហ្មងដល់ពេលបានមកស្រុកគេមែនតែនហើយត្រូវពាក់រងថ្ងៃខ្ញុំទៅជាធុញមួយបងប្អូនគឺថាចិត្តមនុស្សយើងតាមអត់ទាន់ហ្មងគេឥឡូវពួកខ្ញុំបានមកដល់សារទៅនៅពួកខ្ញុំហូបមកទិញទៅដោះគោទិញ snack ទិញនំអីតិចតួចទុកញ៉ាំចឹងណាបងប្អូននៅស្រុកនេះហើយយើងត្រូវដើរជិះព្រៀបជិះចាបជាពិសេសពេលយើងបើកឡានអីហ្នឹងឃើញព្រៀបឃើញចាបអីហ្នឹងត្រូវតែឈប់ហាមជិះបុកតែជិះបុកគេផាក់ពីណីហ្មងពួកខ្ញុំមកដល់កន្លែងគេវិញហើយឃើញអាំងហើយទឹកនេះចង់ចុះមួយតែបងប្អូនតែតិចពេកទៅក៏ខ្ជិលវិញនោះណែហ่าទៅដោះគោគឺ fresh ហើយធូរថ្លៃទៀតតាន់ទិញមកក្តៅអីតិចសោះហ្នឹងបងប្អូនដាក់មកកែវមួយមើលចាអូឆ្ងាញ់មកគេបងប្អូន cereal នេះតែពិតទិញមកទុកញ៉ាំពេលព្រឹកឯតែខូនតំណងពេកក៏ដើរហូរលភាពីរអ្នកប្តីតំណងហូរខូនលភាចាដាក់មកម៉ាត់ទៅឆ្ងាញ់របស់គេដោយសារវាមានសូកូឡាក្នុងហ្នឹងណាអូខេដល់ថ្ងៃបន្ទាប់បងប្អូនឥឡូវមក get ready មួយខ្ញុំឲ្យបងប្អូនទាញមើលថាពួកខ្ញុំថ្ងៃនេះទៅណាទៅថ្ងៃនេះខំងើបពីប្រឡំតែងខ្លួនទៀតណាអាហារពេលព្រឹករបស់ពួកខ្ញុំនេះពេលជំនាន់គាត់នៅអូស្ត្រាលីផឹកឡើងទៅធ្វើការគាត់ញ៉ាំមកនឹងរាល់ព្រឹកបងប្អូនហើយខ្ញុំញ៉ាំចាក់របៀបញ៉ាំដូច cereal តែអានេះបែបសៅស្លៃ outfit of the dayចាបងប្អូនឃើញខ្ញុំខំតែងខ្លួនឡើងស្អាតហ្នឹងដោយសារគោលបំណងធំដែលពួកខ្ញុំមកប្រទេសអូស្ត្រាលីលើកនេះគឺមកចោះទស្សនកិច្ចក៏ដូចជាមកថត laboratory ដែលជាកន្លែងផលិតសារធាតុដើមរបស់ប្រេងកុងគ្រូម៉ាមីដែលនាំចូលប្រដាប់មុខដោយ If Tang Shop មកប្រទេសកម្ពុជាមុននឹងខាង If Tang Shop ពួកយើងសម្រាប់ចិត្តថាប្រដាប់មុខប្រេងកុងគ្រូម៉ាមីនេះមកប្រទេសកម្ពុជាគឺពួកខ្ញុំត្រូវប្រកាសថាប្រេងមួយនេះគឺផ្ដល់នូវសុវត្ថិភាពគុណភាពប្រសិទ្ធភាពនិងទំនុកចិត្តដល់អតិថិជនហើយចក្ខុវិស័យរបស់ខ្ញុំក្នុងនាមខ្ញុំជាអ្នកម្ដាយមួយរូបគឺខ្ញុំពិតជាចង់ឲ្យសម្រស់របស់អ្នកម្ដាយពោពុះគ្រប់រូបឲ្យនៅតែស្រស់ស្អាតមិនថាគាត់នៅក្នុងកលៈទេសៈមួយណាក៏ដោយសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំ If បងប្អូនទាយមើលថាឥឡូវពួកខ្ញុំនៅណាចាឥឡូវនេះគឺពួកខ្ញុំកំពុងតែនៅ Melbourne អូស្ត្រាលីហើយទិញតាបងប្អូនហើយក្នុងនេះហ្នឹងគឺជាកន្លែងដែលផលិតសារធាតុផ្សំដើមរបស់ផលិតផលកុងគ្រូម៉ាមីដែលមានមួយចំនួនក្នុងនោះគឺមានដូចជាស្រូវស្លៃហើយនិង Tea Tree ចឹងឥឡូវនេះយើងចូលទៅមើលទាំងអស់គ្នាខ្ញុំអត់ដឹងថាបងប្អូនដូចខ្ញុំអត់ទេខ្ញុំនៅពេលដែលកំពុងធ្វើអ្វីមួយគឺពេលខ្លះខ្ញុំនឹងសម័យចេញរូបភាពនៅថ្ងៃអនាគតហ្មងដូចបងប្អូនបានឃើញឥឡូវនេះអញ្ចឹងគឺរូបភាពទាំងអស់ហ្នឹងណាគឺខ្ញុំបានសម័យគិតទុកមុនហើយតាំងពីប្រហែលឆ្នាំមុននៅពេលដែលខ្ញុំចាប់ផ្ដើមផ្ដាច់មុខប្រេងកុងគ្រូម៉ាមីនេះម្លេះគឺថ្ងៃណាមួយខ្ញុំនឹងទៅចោះសិក្សាផ្ទាល់នៅ laboratory ដែលគេផលិតសារធាតុផ្សំដើមរបស់ប្រេងកុងគ្រូម៉ាមីនៅប្រទេសអូស្ត្រាលីនេះដើម្បីស្វែងយល់បន្ថែមពីសារធាតុផ្សំក៏ដូចជាផ្ដល់ទំនុកចិត្តទៅអ្នកប្រើប្រាស់សម្រាប់ laboratory ក៏ដូចជារោងចក្រមួយនេះគឺ
គឺមានស្តង់ដារខ្ពស់ដែលទទួលស្គាល់ពីបណ្ដាប្រទេសនានាជុំវិញពិភពលោកហើយក៏មាន brand skin care ល្បីៗជាច្រើននៅប្រទេសអូស្ត្រាលីនេះក៏បានមកផលិតនៅរោងចក្រនេះផ្ទាល់ដែរតែខ្ញុំអត់អាចបង្ហាញនៅ brand skin care ទាំងអស់នេះជូនបងប្អូនមើលនៅក្នុងវីដេអូនេះបានទេដោយសារតែវាជា privacy ក៏ដូចជាគោលការណ៍របស់ brand skin care ដែលគេបានសហការជាមួយនឹងរោងចក្រនេះហើយនៅថ្ងៃអនាគតខាង Eftang Shop ពួកយើងនឹងមាននាំយកនៅផលិតផលក៏ដូចជា brand ផ្សេងៗទៀតដែលធានាជូននៅគុណភាពនិងទំនុកចិត្តជូនដល់បងប្អូនអ្នកប្រើប្រាស់គ្រប់គ្នាអញ្ចឹងបងប្អូន stay tuned ចាំមើលថាពួកខ្ញុំនឹងនាំយកអ្វីល្អៗជូនដល់បងប្អូននៅថ្ងៃអនាគតទៀតអ្វីដែលបងប្អូនបានឃើញនេះវាគ្រាន់តែជាភាពជោគជ័យមួយដំណាក់កាលនៅក្នុងគោលដៅខ្ញុំអ្វីដែលខ្ញុំអាចចែករំលែកជូនបងប្អូនបានតាមបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំគឺទី1ទំនួលខុសត្រូវលើការងារទី2មានគោលដៅច្បាស់លាស់ទី3គឺយើងត្រូវទៅឆ្លាញ់ចូលចិត្តវាដូចខ្ញុំជាដើមបងប្អូនខ្ញុំគ្រាន់តែជាអតិថិជនធម្មតាម្នាក់ដែលទិញផលិតផលកុងគ្រូម៉ាមីមកប្រើប្រាស់ផ្ទាល់បន្ទាប់ពីខ្ញុំបានប្រើហើយគឺឃើញថាវាពិតជាល្អមែនសំខាន់គឺមានសុវត្ថិភាពខ្ពស់សារតែខ្ញុំឆ្លាញ់ប្រេងកុងគ្រូម៉ាមីហ្នឹងក៏ខ្ញុំបានធ្វើវីដេអូចែករំលែកជូនបងប្អូនហើយក៏ខ្ញុំនឹកស្មានដល់ថាមានបងប្អូនជាច្រើនដែលគាត់ចង់សាកប្រើផលិតផលកុងគ្រូម៉ាមីនេះដែរចាប់ផ្ដើមពីការ pre order ជូនបងប្អូនរហូតដល់ខ្លាយជាអ្នកប្រាក់មុខប្រេងកុងគ្រូម៉ាមីសម្រាប់ខ្ញុំរយៈពេល3ឆ្នាំនេះគឺពិតជាលឿនមែនតើដែលខ្ញុំអាចដើរដល់ចំណុចនេះតែវាក៏មិនងាយស្រួលដែរនៅពេលដែលយើងចង់ឲ្យអាជីវកម្មមួយនេះធំលូតលាស់លឿននៅក្នុងរយៈពេលខ្លីហើយផលវិបាកដែលខ្ញុំបានជួបប្រទះនោះគឺទី1ការផ្លាស់ប្ដូរបរិបទការងារវាមានភាពខុសគ្នាច្រើនមែនតើសឹងតែថាពេលខ្លះខ្ញុំឡើងបត់បែនអត់តាន់ទី2គឺពេលវេលាផ្ទាល់ខ្លួនក៏ដូចជាពេលវេលាឲ្យកូនណាគឺតិចជាងមុនច្រើនមែនតើសឹងតែថាពេលខ្លះខ្លួនយើងនៅមួយកូននេះណាតែអារម្មណ៍យើងគឺនៅគិតរឿងការងារឡើយហើយដល់ពេលយើងមកធ្វើការទៅជាអារម្មណ៍ទៅនឹកកូនវិញចង់ជួបកូនបើថាពេលវេលាសម្រាប់ប៉ាម៉ាក់អ្នកផ្ទះបងប្អូនផ្ទាល់ខ្លួនអីគឺសឹងតែអត់មានហ្មងខ្ញុំចាំថាធ្លាប់មានបងប្អូនសួរខ្ញុំថាតើខ្ញុំគ្រប់គ្រងពេលវេលាក៏ដូចជាការងារទាំងអស់ហ្នឹងបានដោយរបៀបណាសម្រាប់ខ្ញុំគឺវាអត់មានចម្លើយច្បាស់លាស់ជូនបងប្អូនទេដោយសារតែវាអាស្រ័យទៅលើស្ថានភាពគ្រួសារនីមួយៗនិងការជ្រើសរើសជម្រើសមួយណាដែលវាល្អសម្រាប់យើងតែយើងក៏ត្រូវដឹងដែរថាអត់មានជម្រើសមួយណាដែលវាល្អ perfect នោះទេអូខេថ្ងៃនេះចែករំលែកប៉ុណ្ណឹងចង់ឆ្លៀតប្រាប់បងប្អូនតិចការចំនួនពួកខ្ញុំនៅអូស្ត្រាលីម្ហូបដែលខ្ញុំចង់ញ៉ាំជាងគេនឹកជាងគេនោះគឺម្ហូបខ្មែរតែម្ហូបខ្មែរនៅទីនេះរៀងពិបាករកបន្តិចជំរើសទី2របស់ខ្ញុំគឺម្ហូបចិនហើយបងប្អូនឃើញមីតាពាំងនេះគឺ favorite របស់ខ្ញុំមួយប្តីខ្ញុំហ្មងអូខេបងប្អូនចាំវីដេអូថ្ងៃនេះយើងបញ្ចប់ត្រឹមហ្នឹងវីដេអូក្រោយខ្ញុំនឹងនាំបងប្អូនទៅមើលផ្ទះដែលខ្ញុំថតវីដេអូ YouTube នៅប្រទេសអូស្ត្រាលីនេះអញ្ចឹងបងប្អូនកុំភ្លេចមករំលឹកអនុស្សាវរីយ៍ជាមួយគ្នាណា